អាស៊ានសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍និងមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកមូហាម៉ាត់ហាសានបានប្រកាសកាលពីថ្ងៃអង្គារទី20ខែមករាថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក11ប្រទេសនឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់ការបោះឆ្នោតដែលមាន3ដំណាក់កាលរបស់ប្រទេសមីយ៉ាន់ម៉ានោះទេហើយអាស៊ានក៏នឹងមិនផ្ដល់សេចក្តីបញ្ជាក់ទទួលស្គាល់ចំពោះលទ្ធផលនៃការបោះឆ្នោតនេះដែរការសម្រេចចិត្តនេះកើតឡើងស្របពេលប្រទេសមីយ៉ាន់ម៉ាកំពុងបន្តស្ថិតក្នុងភាពចលាចលនិងរងការបំផ្លិចបំផ្លាញដោយសារជម្លោះចាប់តាំងពីរបបយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីឆ្នាំ2021ការបោះឆ្នោតដែលបានចាប់ផ្ដើមតាំងពីខែធ្នូមុននេះត្រូវបានអង្គការសហប្រជាជាតិប្រទេសលោកខាងលិចជាច្រើននិងក្រុមសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំងថាគ្រាន់តែជាល្បិចរបស់របបសឹកដើម្បីផ្ដល់ភាពស្របច្បាប់ដល់ការគ្រប់គ្រងរបស់ខ្លួនតាមរយៈតំណាងនយោបាយប៉ុណ្ណោះទោះបីជាក្រមយោធាបានបដិសេធការចោទប្រកាន់នេះក៏ដោយនៅក្នុងការបោះឆ្នោតដំណាក់កាលទី2នាដើមខែនេះគេសង្កេតឃើញថាមានចំនួនអ្នកទៅបោះឆ្នោតតិចតួចគណៈបកសាមគ្គីភាពនិងការអភិវឌ្ឍសហភាពដែលជាសម្ព័ន្ធមិត្តរបស់យោធាកំពុងនាំមុខគេបន្ទាប់ពីទទួលបានអាសនៈដល់ទៅ 88% នៅក្នុងសភាជាន់ទាបពីដំណាក់កាលដំបូងថ្លែងនៅក្នុងសភាលោកមូហាម៉ាត់ហាសានបានបញ្ជាក់ថាអាស៊ានបានបដិសេធសំណើរបស់មីយ៉ាន់ម៉ាដែលសូមបញ្ជូនអ្នកសង្កេតការបោះឆ្នោតតាំងពីកិច្ចប្រជុំកំពូលមេដឹកនាំនៅទីក្រុងកូឡាឡាំពួរកាលពីឆ្នាំមុនមកម្លេះលោកបានបន្ថែមថាទោះបីជាមានប្រទេសសមាជិកមួយចំនួនបានសម្រេចចិត្តបញ្ជូនអ្នកសង្កេតការណ៍ជាលក្ខណៈបុគ្គលក៏ដោយក៏វាមិនមែនជាជំហររួមរបស់អាស៊ានឡើយហើយអាស៊ាននឹងមិនបញ្ជាក់ទទួលស្គាល់ការបោះឆ្នោតនេះជាដាច់ខាតក្រៅពីបញ្ហាមីយ៉ាន់ម៉ារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះក៏បានលើកឡើងអំពីវឌ្ឍនភាពនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងរវាងអាស៊ាននិងចិនផងដែរលោកបានបញ្ជាក់ថាអាស៊ានស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចប់ក្រមប្រតិបត្តិដែលបានស្នើឡើងជាយូរមកហើយនេះហើយសង្ឃឹមថានឹងអាចសម្រេចបាននៅក្នុងឆ្នាំនេះគួរបញ្ជាក់ថាអាស៊ាននិងចិនបានសន្យានៅក្នុងឆ្នាំ2002ថានឹងបង្កើតក្រមប្រតិបត្តិនេះប៉ុន្តែត្រូវចំណាយពេលដល់ទៅ15ឆ្នាំទើបចាប់ផ្ដើមការពិភាក្សាហើយវឌ្ឍនភាពកន្លងមកមានភាពយឺតយ៉ាវខ្លាំងខណៈដែលទីក្រុងប៉េកាំងនៅតែបន្តទាមទារអធិបតេយ្យភាពលើភាគច្រើននៃផ្ទៃសមុទ្រចិនខាងត្បូងដែលត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីនប្រុយណេម៉ាឡេស៊ីតៃវ៉ាន់និងវៀតណាមផងដែរខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រុះរាន់ឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ